រៀបចំសាច់ស្លការីនំបញ្ចុកនំប៉័ងស្លការីនំបញ្ចុកនំប៉័ងណាដៃកូនប្រុសនេះហាន់សាច់គេយកសាច់អានេះសាច់រាងស្វិតតិចព្រោះស្លការីត្រូវការសាច់រាងស្វិតតិចតែគេហៅសាច់អីអត់ស្គាល់សាច់បាងសាច់គោគេស្លការីសាច់មានខ្ញុំស្លការីសាច់គោសាច់បាងឆ្ងាញ់និយាយចំទៅមាន់ឆ្ងាញ់វាផ្សេងទៅសាច់គោឆ្ងាញ់វាផ្សេងទៅហាន់ជក់បាត់ចំណងចំណូលគឺសាច់គោចឹងសាច់មាន់សាច់បាងវាផុយទៅអត់សូវជាស្វិតទេប៉ុណ្ណាសាច់ខ្លះស្វិតខ្លះនោះសូវស្វិតទេស្លការីនំបញ្ចុកនំប៉័ងយកទៅវត្តជូនអ្នកម្ដាយទាំងពីរតែក្មេកម្ដាយកើតហើយយកទៅវត្តបងប្អូនណាចង់ញ៉ាំទេណាដៃយាយតានេះអានេះកូនអានតែមើលតំណងអត់លើកទី1ណាមានទឹកចេះយូរទេគឺលើកទី1ទេហាន់សាច់ទៅជួយសម្រួលការងារខ្លះហាន់សាច់តំណងអត់បងប្អូនហាន់ឲ្យទៅធំទេមុំដាក់នឹងម៉ាត់ធំពេកបាក់ពុកសាច់នេះរងទៅហើយយើងទាន់មិនខុយបែកទេខ្ញុំដូចតែមឿនបែកវល់តែគោសាច់ស្វាត់ងាយបែកទេទិញច្រើននោះដូចជា5ទេ7គីឡូផ្លេចបាត់ហើយយូរទៅនឹកឃើញលុយចូលទៅលេងយូរតាឃើញលុយចូលទៅលេងទៅឆែកឃើញមិញមកកាត់តចាំមកពេលស្លោចាំថតឲ្យមើលទៀតខ្ញុំមានពេលស្លោទេចាឃើញទេណាដៃកូនបងនេះកូនកោះបងវាទៅធ្វើហាន់សាច់ឲ្យ